បាទពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលមួយនេះគឺយើងទទួលបានដំណឹងដ៏សោកសៅខ្លាំងមែនទែនដោយព្រឹត្តិការណ៍ក្រមាមាសសានកំសៀនដែលលោកទទួលមរណភាពនៅមុននេះប្រិមត្តជាទីគោរពនិងជាទីមេត្រីជាដំណឹងដ៏គួរឲ្យសោកស្ដាយមួយដែលលោកព្រឹទ្ធាចារ្យគុណល្បុក្កតោសានកំសៀនបានទទួលមរណភាពនៅពេលថ្មីៗនេះដោយសារជំងឺគាំងបេះដូងនៅក្នុងវ័យ80ឆ្នាំនេះបើតាមការបញ្ជាក់របស់លោកអ៊ូតារ៉ាអគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោព្រឹទ្ធាចារ្យសានកំសៀនគឺជាគ្រូតាម្នាក់ដែលចូលរួមចំណែកក្នុងការស្ដារគុនល្បុក្កតោឡើងវិញនិងជាអ្នកនាំគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោកព្រឹទ្ធាចារ្យគុនល្បុក្កតោសានកំសៀនឯកទេសគុនល្បុក្កតោបានទទួលមរណភាពនៅថ្ងៃអង្គារ8កើតខែចេសឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី3ខែមិថុនាឆ្នាំ2025ក្នុងជន្មាយុ80ឆ្នាំដោយសារជំងឺគាំងបេះដូងសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកគ្រូអញ្ជើញទៅកាន់ដល់ឋានដ៏ខ្ពង់ខ្ពស់ក៏បីអខានឡើយបាទបងប្អូនប្រិមិត្តទាំងអស់គ្នានេះគឺជាដំណឹងដ៏សោកសៅសម្រាប់ប្រជាជនកម្ពុជាយើងដែលបានបាត់បង់នៅធនធានមនុស្សដ៏កម្រដែលលោកគ្រូតាមួយជីវិតរបស់គាត់នេះគឺដើម្បីគុណល្បុក្កតោគាត់បានលះបង់ច្រើនមែនទែនសម្រាប់គុណល្បុក្កតោរបស់យើងក៏ដូចជានាំយកគុណល្បុក្កតោទៅកាន់ឆាកអន្តរជាតិនិងពិភពលោក